លោកគ្រូសូមលោកគ្រូជួយណែនាំនិងផ្ដល់មតិលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់សិក្សានៅក្នុង Department នេះលោកគ្រូគេបាទហើយតើតើនឹងការលើកទឹកចិត្តយើងគិតថា Department នេះបើងាកទៅទីផ្សារវិញលោកគ្រូគិតថានៅទីផ្សារទលាយនៅទីផ្សារនៅទលាយអញ្ចឹងឲ្យតគាត់ខ្លាំងឲ្យគាត់បកកែគាត់អាចធ្វើការងារកើតដូចជាមិនគិតលោកគ្រូថាមិនខ្វះការងារទេអញ្ចឹងយើងមើលសម្លឹងមើលថាជាពិសេសពួកបងប្អូនអ្នកទី12គិតថាចាប់អារម្មណ៍ជំនាញនឹងថាអត់ហើយយើងថាទីផ្សារដូចជានៅទលាយច្រើនបាទនេះជាការផ្ដល់ព័ត៌មានទៅបងប្អូនហើយការសិក្សាពេលដែលយើងចប់យើងចប់បាក់ឌុបមកអាទិត្យ12មកគឺយើងដាក់ទិញពាក្យនៅកាលសិក្សាយើងទៅហើយការមុខវិជ្ជាប្រឡងយើងប្រឡង2ហើយប្រឡងគីមីហើយនឹងប្រឡងភាសាអង់គ្លេស lab របស់យើងគឺស្ទើររឿងគីមីហើយដូច្នេះតើគាត់រឿងខ្លាំងគីមីតិចដែរបាទបើអញ្ចឹងបើតាការងារបើពួកគាត់ចាប់ពីរឿងសង្គមរៀងពិបាកគាត់ពីរៀនថ្នាក់ទី2ប៉ុន្តែគាត់ចាប់ចូលជំនាញសង្គមណាអាហ្នឹងវិទ្យាសាស្ត្រសង្គមរៀងគាត់រៀងពិបាកតិចបើតាគាត់រៀនវិទ្យាសាស្ត្រមកវិទ្យាសាស្ត្រថ្នាក់ទី2មកចាប់មកវិទ្យាសាស្ត្រគឺមិនពិបាកសម្រាប់គាត់នោះទេបាទ